បានសួស្តីបងប្អូនទាំងអស់គ្នាជួបគ្នាទៀតហើយល្ងាចថ្ងៃច័ន្ទនេះនាំក្មេងៗមកមើលថ្ងៃលិចនៅតាមជើងភ្នំវិញម្ដងដោយសារទេសភាពនៅតាមជនបទដូចបងប្អូនទាំងអស់គ្នាធ្លាប់ដឹងហើយគឺតាមផ្លូវគឺហុយបន្តិចមែនបងប្អូនណាប៉ុន្តែសប្បាយដោយសារមានខ្យល់អាកាសបរិសុទ្ធដែលបក់ចេញពីជើងភ្នំមកគឺត្រជាក់ល្អណាស់បងប្អូនណាហើយយើងជិះកយគុណមើលទេសភាពបែបនេះទៀតកាន់តែល្អទៀតអញ្ចឹងសម្រាប់បងប្អូនដែលនៅតាមជនបទគឺគាត់ចូលចិត្តនៅអាកាសធាតុបែបនេះក៏ដូចជាទេសភាពបែបនេះនៅតាមដងផ្លូវគឺអត់សូវជាមានឡានមានម៉ូតូអីទេបងប្អូនដោយសារផ្លូវទៅចំការស្វាយនេះគេហៅថាផ្លូវទៅចំការស្វាយចេញពីផ្ទះខ្ញុំមកដល់កន្លែងនេះគឺប្រហែលជា6គីឡូ5ទៅ6គីឡូបងប្អូនណាដែលអញ្ចឹងទៅគឺអត់សូវជាមានឡានមានម៉ូតូអីតាមផ្លូវទេយូរជួបមួយទេបងប្អូនដោយសារកន្លែងនេះអត់សូវជាមានផ្ទះប្រជាពលរដ្ឋរស់នៅទេច្រើនតែជាចំការអ្នកដែលគាត់ធ្វើចំការគឺគាត់ឲ្យចេញមកពីតំបន់ខាងខ្ញុំនេះឬក៏តំបន់ផ្សេងៗគឺមកធ្វើនៅកន្លែងហ្នឹងមានន័យថាទិញដីនៅកន្លែងតំបន់ហ្នឹងដែលចឹងគេធ្វើចំការស្វាយចំការអីផ្សេងប៉ុន្តែក៏មានផ្ទះប្រជាពលរដ្ឋយើងមួយចំនួនតូចដែរដែលគាត់នៅតាមដងផ្លូវយូរជួបមួយចឹងសម្រាប់បងប្អូនដែលចូលចិត្តនៅទេសភាពស្រុកស្រែអីគឺត្រូវហើយគឺយើងឲ្យដើរលេងពេលល្ងាចអញ្ចេះមើលថ្ងៃលិចមើលអីកំសាន្តដឹកក្មេងៗដើរលេងដើម្បីកំដរអារម្មណ៍បងប្អូនគេហៅថាកំដរអារម្មណ៍កំដរជីវិតបងប្អូនណាវាល្អសម្រាប់ឲ្យការយកខ្យល់អាកាសចាំមើលវីដេអូក្រោយខ្ញុំនឹងទៅដល់ជើងភ្នំជិះម៉ូតូឡើងទៅជើងភ្នំតែម្ដងដើម្បីឲ្យបងប្អូនអរគ្នាបានមើលដោយសារវីដេអូនៅក្នុងថ្ងៃនេះកាលណាខ្ញុំធ្វើវែងពីទៅពិបាកក្នុងការដាក់ឲ្យបងប្អូនមើលណាអញ្ចឹងវីដេអូគឺខ្ញុំសូមកាត់ខ្លីៗតែប៉ុណ្្នេះទេបងប្អូនណាសូមអរគុណសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំបាទសូម